នៅថ្ងៃអង្គារទី17ខែកុម្ភៈឆ្នាំ2026នេះសារព័ត៌មានអន្តរជាតិដ៏ធំឈ្មោះថា Reuters បានចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជាទម្លាយប្រាប់អន្តរជាតិថាថៃកំពុងកាន់កាប់ទឹកដីកម្ពុជានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថាកងកម្លាំងថៃកំពុងបន្តកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុនបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលបានសម្របសម្រួលដោយប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដោយលោកបានអំពាវនាវឲ្យប្រទេសថៃអនុញ្ញាតឲ្យគណៈកម្មការចម្រុះព្រំដែន JBC ចាប់ផ្ដើមធ្វើការលើតំបន់ព្រំដែនដែលកំពុងមានវិវាទសម្ដេចហ៊ុនម៉ាណែតបានធ្វើដំណើរទៅទីក្រុង Washington ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាព Board of Peace របស់លោក Trump ក្នុងសប្តាហ៍នេះលោកមានប្រសាសន៍ថាលោកសង្ឃឹមថាអង្គភាពថ្មីនេះអាចដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនដែលលោកបានពណ៌នាថាមានសភាពផុយស្រួយបើទោះបីជាមានការជោគបាញ់កាលពីខែធ្នូដែលបានបញ្ចប់ការប្រយុទ្ធគ្នាជាថ្មីក៏ដោយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពនៅហ្គាហ្សាប៉ុន្តែលោកត្រាំមានប្រសាសន៍ថាវាក៏អាចដើរតួនាទីកាន់តែទូលំទូលាយផងដែរការលើកឡើងរបស់មេដឹកនាំកម្ពុជាលើវិវាទព្រំដែននេះបានសង្កត់ធ្ងន់ធ្ងរលើហានិភ័យដែលជាចំនួនអាចនឹងផ្ទុះឡើងសារជាថ្មីម្ដងទៀតបើទោះបីជាលោកត្រាំបានជំរុញពីភាពជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតបានផ្ទុះឡើងកាលពីខែកក្កដាឆ្នាំ2025កន្លងទៅនេះបានធ្វើឲ្យមនុស្សរាប់សែននាក់ភៀសខ្លួននិងរំខានដល់ពាណិជ្ជកម្មតាមព្រំដែនដែលមានប្រវែង817គីឡូម៉ែត្រកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាដែលត្រូវបានចុះហត្ថលេខាជាមួយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរលាយក្នុងពេលប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះមុនពេលការជប់បាញ់ថ្មីមួយត្រូវបានសម្រេចនៅថ្ងៃទី27ខែធ្នូសម្ដេចហ៊ុនម៉ាណែតបានប្រាប់ Reuters ដូចនេះថាយើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើននេះគឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារតែឯកតោភាគីទៅទៀតសម្ដេចបានបន្ថែមទៀតថាទាហានថៃបានដាក់ទូកុងតឺន័រនិងរបងលួសបន្លានៅក្នុងតំបន់ដែលថៃធ្លាប់បានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីកម្ពុជាហើយប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបានទេសម្ដេចសង្កត់ធ្ងន់ៗថានេះមិនមែនជាការចោទប្រកាន់ទេប៉ុន្តែជាសេចក្តីថ្លែងការណ៍អំពីការពិតនៅលើដីផ្ទាល់សម្ដេចបានបន្តទៀតថាកម្ពុជាមិនអាចទទួលយកបាននៅដែលលោកហៅថាជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងនោះទេសម្ដេចសង្ឃឹមថាប្រទេសថៃនឹងយល់ព្រមឲ្យគណៈកម្មការ JBC ចាប់ផ្ដើមការងារឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានបន្ទាប់ពីភាគីថៃធ្លាប់បានយកលេសរឿងការបោះឆ្នោតកាលពីថ្ងៃទី8ខែកុម្ភៈដើម្បីពន្យាពេលពីខ្ញុំបាទសេងខ្មែរ